នេះយើងមានធំតែអាត់ការ៉ូណាអាត់ការ៉ូក្នុង2026ដែលខ្ញុំបានចេញវីដេអូមួយសញ្ញាអាត់របស់យើងគឺអាត់ការ៉ូ NCPO បច្ចេកវិទ្យាភីណាសូលីនគ្រប់គ្រងបានរហូតដល់7 សត្វបងប្អូនហើយបាញ់តែម្ដងឃុំក្រងរហូតទៅដល់រយៈពេល13 14ថ្ងៃហើយយើងនៅមានឆ្នាំ2027យើងនឹងមានសញ្ញាអាត់កើមួយទៀតពុកម៉ែបងប្អូនប្រកាសជាមានអីតាមដានបន្តទៀតហើយជាពិសេសហ្មងអ្នកពុកម៉ែបងប្អូននៅដាំដុះដំណាំតរ៉េនហើយជាពិសេសដំណាំកសិកម្មបានទាំងបន្លែទាំងស្រូវទាំងឈើហូបផ្លែដំណាំគ្រប់មុខហើយពិសេសអត់មានអ្នកណាមាននេះហើយចែកជាចុងក្រោយរបស់សៀនតាគាត់នៅម្ចាស់ចកាគាត់ដើរប៉ុណ្ណឹងក៏ហត់ដែរឃើញចង់ទៅទៀតហត់ទី1ហត់ដើរក្នុងជុំវិញចកាហត់ទី2ហត់ចងមែកទុនអស់ហើយទុនយកមើលខាងណាដូចខាងណាទុនអស់ហើយនឹងអាត់ក្រោបងប្អូនអាត់ក្រោទេនៅអាត់កើមួយទៀតហើយប្រើកម្រិតយើងអាប់ដេតបន្ថែមរកផលិតផលមួយអង្គរក្រិនតែងតែគិតទៅលើសមត្ថភាពរបស់អ្នកប្រើប្រាស់សមត្ថភាពអ្នកចំការហើយជាពិសេសគុណភាពយើងព្យាយាមធ្វើយ៉ាងណាឲ្យពុកម៉ែបងប្អូនប្រើទៅចំណេញពីមុនយើងប្រើកម្រិតដុសដល់8 ដបមកដល់10ថ្ងៃយើងប្រើកម្រិតដុសទៅចន្លោះពី4 ទៅ 5 ដបឯងហើយគ្រប់គ្រងបានល្អប្រសើរទៀតដោយសារអីដោយសារយើងគិតពីនវានុវត្តន៍គិតពីសមត្ថភាពអ្នកប្រើប្រាស់ហើយជាពិសេសអ្នកចំការនៅតែម្ដងឲ្យរីកចម្រើននឹងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូននឹងមានភាពបន្តទៀតតាមដានបន្ថែមជាមួយខ្ញុំបាទបន្តទៀតនៅឆ្នាំ2027ហើយនៅវានុវត្តន៍ទៅមុខជានិរន្តរ៍តោះអរគុណពុកម៉ែបងប្អូន